Hello ជំរាបសួរសួស្តីទាំងអស់គ្នាចាស្វាគមន៍សម្រាប់ការអានស្លឹកវីដេអូទាំងអស់គ្នាណាចាសម្រាប់វីដេអូនេះយើងមកមើលរិស័យក្នុងខែ11សម្រាប់អ្នកឆ្នាំជូតទាំងអស់គ្នាថាតើយើងជួបរឿងអីល្អល្អចារឿងអ្វីដែលយើងគួរតែជៀសវាងណាសម្រាប់អ្នកឆ្នាំជូតអញ្ចឹងយើងមកមើលសម្រាប់អ្នកឆ្នាំជូតមើលចាអ្នកឆ្នាំជូតយើងមើលពីគោលនៅក្នុងខែ11ណាពាក់ព័ន្ធមួយអីចា Two of Swords ណាអាយ៉ាជួបបញ្ហាតិចហើយសម្រាប់អ្នកឆ្នាំជូតណាព្រោះអីឃើញថាមានការកៀងណាមានការកៀងរឿងខ្លះតាក់ទងជាមួយនឹងបញ្ហាបើបញ្ហាមិនតាក់ទងជាមួយនឹងសុខភាពណាឃើញថាប្រយ័ត្នឈឺភ្នែកឈឺមកកណាត់កឡើងទៅអាសាពាក់ព័ន្ធជាមួយនឹងពាក់ព័ន្ធនឹងការគេងអត់លក់ពាក់ព័ន្ធជាមួយនឹងការចាហើមភ្នែកឈឺភ្នែកដល់កម្មភ្នែកអីណាចាហ្នឹងហើយប្រយ័ត្នប្រយែងសុខភាពដែរណាអត់ស្រឡះក្នុងខ្លួនអញ្ចឹងយើងមើលអំពីរឿងការងារយើងសិនណាមានរឿងអីល្អល្អរឿងអ្វីដែលយើងគួរតែជៀសវាងពាក់ព័ន្ធជាមួយនឹងការងាររបស់យើងសម្រាប់រឿងល្អល្អណាឃើញថាការងារយើងអាចដោះស្រាយបានណាអ្វីដែលជាកង្វល់អ្វីដែលជាបញ្ហាឃើញថាយើងអាចដោះស្រាយបានណាចាឃើញថាអាចសម្រាប់បានច្រើនបន្តិចណាអ្វីដែលមានអារម្មណ៍ថាការងារមានបន្ទុកអីគឺយើងអាចសម្រាប់បានណាសម្រាប់អ្នកឆ្នាំជូតហើយម្យ៉ាងមួយវិញទៀតណាសម្រាប់អ្នកឆ្នាំជូតនេះផងដែរចាឃើញថារឿងអ្វីដែលយើងគួរតែប្រយ័ត្នណាឃើញថាមានបញ្ហាដែលត្រូវឲ្យយើងដោះស្រាយច្រើនចាមិនថាការងារមិនថារកស៊ីទេប្រយ័ត្នមានការកុហកបោកប្រាស់ឬក៏មានភាពមិនស្មោះត្រង់កាត់ឡើងណាហាមដាច់ខាតគឺការបណ្ដាក់ទុនរកស៊ីថ្មីសម្រាប់អ្នកឆ្នាំជូតនៅក្នុងខែ11នឹងអត់ឲ្យធ្វើការរកស៊ីបណ្ដាក់ទុនថ្មីទេអត់ឲ្យចូលរួមជាមួយនឹងគេទេចាហើយកុំជឿការសន្យាណាចាហើយប្រយ័ត្នប្រយែងសុខភាពអំឡុងពេលដែលយើងកំពុងតែធ្វើការងារផងដែរចាអញ្ចឹងយើងមើលពីរឿងលុយកាក់វិញសម្រាប់អ្នកឆ្នាំជូតចាពាក់ព័ន្ធជាមួយនឹងលុយកាក់ឃើញថាចូលដល់ក្នុងខែ11ណាលុយកាក់បានត្រឹមណាមកបវលអាចដោះស្រាយបានប៉ុន្តែមិនទាន់ចាប់បានលៀបធំដុំនៅឡើយទេណាឃើញថាអ្វីដែលជាកត្តាបារម្ភរបស់យើងណាអ្វីដែលយើងព្រួយថាលុយអញបវលបានអត់ទេលុយអញដោះស្រាយបានអត់ទេខ្ញុំអាចនិយាយបានថាសម្រាប់អ្នកឆ្នាំជូតគឺអាចដោះស្រាយបានណាគឺអាចបវលបានអាចយកមកប្រើប្រាស់ដែលយើងកង្វល់ណាចាលុយដែលប្រើប្រាស់ហ្នឹងត្រូវគេអាចដោះមកប្រើប្រាស់បានចាអាចពឹងពាក់គេឲ្យជួយបានណាហើយក្នុងហ្នឹងគឺអាចសម្រាប់បានសម្រាប់អ្នកឆ្នាំជូតណាចាអត់មានបញ្ហាដោយសាររឿងលុយទេឃើញថាធូរតិចណាចាអូខេឥឡូវយើងមើលអំពីរឿងស្នេហាណាសម្រាប់អ្នកឆ្នាំជូតវិញមិនដែររឿងស្នេហាយើងចាសម្រាប់រឿងស្នេហាសម្រាប់អ្នកឆ្នាំជូតណាពាក់ព័ន្ធជាមួយនឹងរឿងស្នេហារបស់យើងណាឃើញថាល្អច្រើនមែនតើណាមានមនុស្សថ្មីចូលមកពាក់ព័ន្ធនៅក្នុងទំនាក់ទំនងស្នេហាយើងដែរចាជាពិសេសមនុស្សស្រីណាឃើញថាមានមនុស្សប្រុសប្រកែណាសម្រាប់ជីវិតដៃគូស្នេហាប្តីប្រពន្ធអីឃើញថាល្អលើនឹងគ្នាណាប៉ុន្តែខ្ញុំឲ្យប្រយ័ត្នចុងខែដែរប្រយ័ត្នមានចំនួនដែរជាមួយនឹងប្តីប្រពន្ធដែរនៅក្នុងចុងខែណាដូចជាថ្ងៃ20ជាងណា24 25 26អីហ្នឹងអាចនឹងមានចំនួនចានៅជីវិតសម្រាប់ប្តីប្រពន្ធដែរសម្រាប់អ្នកឆ្នាំជូននឹងចាចូលប្រយ័ត្នប្រយែងណាថ្ងៃ20ជាងឲ្យប្រយ័ត្នប្រយែងប៉ុន្តែបើដើមខែវិញដូចជាមិនមានបញ្ហាអីទេណាសម្រាប់មនុស្សស្រីអាចនឹងជួបមនុស្សថ្មីចូលមកពាក់ព័ន្ធនៅក្នុងរឿងស្នេហារបស់ពួកយើងដែរចាអញ្ចឹងអរគុណច្រើនមែនតើណាសម្រាប់អ្នកឆ្នាំជូនអញ្ចឹងចូលដល់ខែ11ប្រយ័ត្នសុខភាពភ្នែកមែនតើណាចាអរគុណច្រើនជួបគ្នាវីដេអូក្រោយទៀតបាយបាយ